មនុស្សពីរនាក់ភ្ញាក់ពីគេងម៉ោង6ព្រឹកក្នុងថ្ងៃទី1អ្នកទី1យកដៃបិទម៉ង់រ៉ូហើយនិយាយថាខ្ជិលណាស់ចាំតិចទៀតសិនហើយមនុស្សទី2ពេលដែលឮម៉ង់រ៉ូហើយក៏ភ្ញាក់ឡើងហើយនិយាយនឹងខ្លួនឯងថាខ្ញុំនឹងចាប់ផ្ដើមធ្វើថ្ងៃរបស់ខ្ញុំឲ្យបានល្អបំផុតការភ្ញាក់ក្នុងថ្ងៃទី1មានអារម្មណ៍ខុសគ្នាទាំងស្រុងមិនមែនស្ថិតនៅលើម៉ោងរ៉ូនោះទេប៉ុន្តែវាស្ថិតនៅក្នុងហេតុផលមនុស្សជាច្រើនភ្ញាក់ពីគេងដោយសារសំឡេងម៉ោងរ៉ូពួកគេទៅធ្វើការព្រោះតែចង់បានប្រាក់ខែពួកគេញ៉ាំបាយព្រោះតែឃ្លានហើយដេកទៅវិញស្អែកឡើងក៏ចាប់ផ្ដើមធ្វើរឿងដដែលជីវិតបែបនេះគេហៅថារស់នៅក្នុងរបៀបស្វ័យប្រវត្តិ Autopilot តែមានមនុស្សមួយចំនួនដែលភ្ញាក់ពីគេងដោយសារតែហេតុផលមួយពួកគេមានគោលដៅមានថាមពលទោះបីជាជួបការលំបាកក៏ដោយអាចកំបាំងនោះគឺពាក្យជប៉ុនមួយហៅថា Ikigai មានន័យថាហេតុផលដែលអ្នកភ្ញាក់ពីគេងនៅពេលព្រឹកឬហេតុផលនៃការរស់នៅថ្ងៃនេះអ្នកទាំងអស់គ្នានឹងឆ្វេងយល់អំពី Ikigai របស់ខ្លួនឯងប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាមិនទាន់ចុច Subscribe Channel The True Mansu នេះទេសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូចែករំលែកនៅគំនិតចំណេះដឹងបន្តទៀតในទី1ហេតុផលដែលអ្នកភ្ញាក់ពីគេងនៅប្រទេសជប៉ុននៅលើកោះ Okinawa ដែលគេស្គាល់ថាជាកន្លែងដែលមានមនុស្សមានអាយុវែងជាងគេលើពិភពលោកមនុស្សជាច្រើននៅទីនោះមិនប្រើពាក្យថាចូលនិវត្តន៍ទេពួកគេមិនឈប់រស់នៅដោយគ្មានគោលបំណងនោះឡើយពួកគេមាន Ikigai មនុស្សម្នាក់ដែលមានអាយុ80ឆ្នាំទៅ90ឆ្នាំក៏នៅតែមានថាមពលនឹងការចង់ភ្ញាក់ពីគេងជារៀងរាល់ថ្ងៃដើម្បីសម្រេចនៃគោលដៅរបស់គេតើអ្នកធ្លាប់មានអារម្មណ៍ថាទោះបីជាមានការងារល្អមានប្រាក់ចំណូលល្អប៉ុន្តែក្នុងចិត្តរបស់អ្នកនៅតែទទេស្អាតនោះមកពីអ្នកមានមធ្យោបាយរស់នៅក៏ប៉ុន្តែមិនទាន់មានគោលបំណងនៅក្នុងការរស់នៅ Ikigai គឺជាចំណុច4សំខាន់ទី1អ្វីដែលអ្នកស្រឡាញ់ទី2អ្វីដែលអ្នកពូកែទី3អ្វីដែលពិភពលោកត្រូវការទី4អ្វីដែលអាចផ្ដល់ចំណូលឲ្យអ្នកបានពេលដែល4ចំណុចនេះជួបគ្នាការងាររបស់អ្នកមិនមែនជាការបង្ខំទៀតទេវានឹងคล้ายទៅជា Ikigai របស់អ្នកផ្នែកទី2 Ikigai មិនចាំបាច់ធំនោះទេ Ikigai មិនចាំបាច់ជារឿងធំដុំឬអស្ចារ្យបំផុតនោះទេសម្រាប់គ្រូបង្រៀនម្នាក់ Ikigai អាចត្រឹមតែជាការមើលឃើញនៅសិស្សរបស់ខ្លួនយល់នៅមេរៀនសម្រាប់ម្ដាយមួយរូប Ikigai អាចជាការចិញ្ចឹមកូនដោយក្តីស្រឡាញ់សម្រាប់ Content Creator អ្នកបង្កើតនៅមាតិកា Ikigai អាចត្រឹមតែជាការឃើញវីដេអូរបស់ខ្លួនអាចជួយទៅដល់មនុស្សម្នាក់ដែលកំពុងតែអស់សង្ឃឹម Ikigai មិនមែនជាការស្វែងរកអ្វីដែលអស្ចារ្យនោះទេវាគឺជាការផ្ដល់អត្ថន័យទៅលើអ្វីដែលអ្នកធ្វើរាល់ថ្ងៃផ្នែកទី3 Flow នៅពេលដែលអ្នកមានអារម្មណ៍ពេញចិត្តបំផុតតើមានអ្វីមួយដែលអ្នកធ្វើឲ្យភ្លេចមើលម៉ោងភ្លេចញ៉ាំបាយភ្លេចភាពនឿយហត់ស្ថានភាពបែបនេះហើយគេហៅថា Flow នៅពេលដែលអ្នកស្ថិតនៅក្នុង Flow អ្នកមិនគិតអំពីភាពបរាជ័យអ្នកមិនខ្លាចការវិតម្លៃខុសអ្នកគ្រាន់តែធ្វើ Flow គឺជាសញ្ញាអ្នកកំពុងខិតជិតទៅរក Ikigai របស់អ្នកហើយសួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យខ្ញុំធ្វើឲ្យភ្លេចពេលវេលាហើយនោះហើយគឺជាតម្រុយដ៏សំខាន់សម្រាប់ខិតជិតទៅរក Ikigai នៅក្នុងជីវិតរបស់អ្នកផ្នែកទី4ភាពលំបាកគឺជាផ្នែកនៃដំណើរផ្លូវទៅកាន់ Ikigai មិនមែនក្រាលដោយផ្កាកុលាបនោះទេអ្នកនឹងមានថ្ងៃដែលចង់បោះបង់ថ្ងៃដែលអ្នកសង្ស័យលើខ្លួនឯងថ្ងៃដែលមនុស្សផ្សេងមិនយល់ពីអ្នកប៉ុន្តែចូលចាំថាកប៉ាល់មួយមិនមែនបង្កើតឡើងឲ្យនៅស្ងៀមនៅក្នុងកំពង់ផែនោះទេការលំបាកមិនមែនជាសញ្ញាប្រាប់អ្នកថាគួរទៅឈប់នោះទេវាជាសញ្ញាប្រាប់ថាអ្នកកំពុងតែមានភាពរីកចម្រើនភាពធន់ resilient គឺជាអ្វីដែលធ្វើឲ្យអ្នកខុសពីអ្នកដទៃផ្នែកទី5កែលម្អ 1% ជារៀងរាល់ថ្ងៃជនជាតិជប៉ុនមានគោលការណ៍មួយហៅថា Kaizen មានន័យថាកែលម្អបន្តិចម្ដងគម្រោងចាំការផ្លាស់ប្ដូរធំចង់សរសេរមួយទំព័រចង់អាន10ទំព័រចង់ហាត់ប្រាណចាប់ផ្ដើមហាត់ប្រាណ5នាទី 1% ជារៀងរាល់ថ្ងៃមួយឆ្នាំក្រោយមកអ្នកនឹងក្លាយទៅជាមនុស្សថ្មីហើយការរីកចម្រើនតូចនឹងនាំអ្នកទៅកាន់ការផ្លាស់ប្ដូរធំផ្នែកទី6លើសពីលុយគឺអត្ថន័យលុយសំខាន់ប៉ុន្តែវាមិនមែនជាគោលដៅចុងក្រោយនោះទេលុយគឺជាឧបករណ៍ Ikigai គឺជាទិសដៅមនុស្សដែលដេញតាមតែលុយពេលបានវាអាចមានអារម្មណ៍ទទេស្អាតប៉ុន្តែ
មនុស្សដែលដេញតាមអត្ថន័យសូម្បីតែនៅក្នុងដំណើរក៏មានអារម្មណ៍ស្កប់ស្កល់ពេលដែលអ្នកផ្ដល់តម្លៃទៅឲ្យមនុស្សដែលគួរទទួលបានតម្លៃពីអ្នកតម្លៃនឹងត្រឡប់មកកាន់អ្នកវិញផ្នែកទី7អ្នកមិនអាចជំនួសបាននៅលើផែនដីនេះមនុស្សជាង 8,000 លាននាក់ប៉ុន្តែគ្មាននរណាម្នាក់ដូចអ្នកទេគ្មាននរណាម្នាក់មានបទពិសោធន៍ដូចអ្នកគ្មាននរណាម្នាក់មានស្នាមមេដៃដូចអ្នកគ្មាននរណាម្នាក់អាចនិយាយរឿងរបស់អ្នកបានដូចអ្នកប្រហែលជាការបរាជ័យរបស់អ្នកគឺជាមេរៀនសម្រាប់អ្នកផ្សេងប្រហែលជាសម្លេងរបស់អ្នកគឺជាកម្លាំងចិត្តសម្រាប់នរណាម្នាក់កុំប៉ាន់ប្រមាណតម្លៃខ្លួនឯងទាបពេកអ្នកមិនមែនជាមនុស្សភេងសយនោះទេផ្នែកទី8ចាប់ផ្ដើមទោះមិនតាន់រួចរាល់គម្រោងចាំទំនុកចិត្តកាត់ចេញពីសកម្មភាពចាប់ផ្ដើមពីអ្វីដែលអ្នកមានគម្រោងចាំការអនុញ្ញាតជីវិតគឺជារបស់អ្នកបើអ្នកបរាជ័យអ្នកបានរៀនបើអ្នកជោគជ័យអ្នកបានផ្លាស់ប្ដូរជីវិតអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាការបរាជ័យនោះទេប៉ុន្តែជាការសោកស្ដាយនៅអ្វីដែលអ្នកមិនបានព្យាយាមនៅចុងបញ្ចប់វីដេអូនេះខ្ញុំសូមផ្ដាំទៅកាន់អ្នកទាំងអស់គ្នាថាកុំត្រឡប់ទៅរស់នៅបែបស្វ័យប្រវត្តិវិញ Autopilot សួរខ្លួនឯងម្ដងទៀតតើអ្វីធ្វើឲ្យខ្ញុំរំភើបសប្បាយចិត្តតើអ្វីដែលខ្ញុំអាចផ្ដល់ទៅកាន់ពិភពលោក Ikigai មិនស្ថិតនៅឆ្ងាយនោះទេវានៅក្នុងចិត្តរបស់អ្នកនៅក្នុងអ្វីដែលអ្នកស្រឡាញ់នៅក្នុងអ្វីដែលអ្នកធ្វើវាបានល្អថ្ងៃណាមួយអ្នកនឹងមើលត្រឡប់មកថ្ងៃនេះវិញហើយអរគុណខ្លួនឯងដែលមិនបានបោះបង់នេះគឺជាពេលវេលារបស់អ្នកនេះគឺជាជីវិតរបស់អ្នកនេះគឺជា Ikigai របស់អ្នកខ្ញុំជឿថាប្រកាសជាមានគ្នាយើងខ្លះរស់នៅប្រៀបបីដូចជាទូកអណ្ដែតកណ្ដាលសមុទ្រដែលរកមិនឃើញពពប្រហែលឬកោះត្រៃដើម្បីនឹងចុះចតនោះទេអ្នកទាំងអស់គ្នាមិនគួរបណ្ដោយជីវិតរបស់អ្នកទាំងអស់គ្នារស់នៅដោយរបៀបនេះបានទេខ្ញុំគិតថាពេលនេះហើយជាពេលដែលយើងត្រូវផ្លាស់ប្ដូរកំណត់គោលដៅជីវិតនិងចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចបាននូវគោលដៅរបស់យើងនៅក្នុងវីដេអូនេះខ្ញុំសូមផ្ដល់នូវវិធីសាស្ត្រចំនួន10ចំណុចដល់អ្នកទាំងអស់គ្នាដើម្បីងាយស្រួលនៅក្នុងការកំណត់គោលដៅជីវិតចំណុចទី1កំណត់នៅអ្វីដែលយើងចង់បានការកំណត់ឬភាពច្បាស់លាស់នៅអ្វីដែលយើងចង់បានវាគឺជាគន្លឹះមួយដែលនាំយើងឈានទៅរកគោលដៅដែលយើងចង់សម្រេចហើយយើងត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាយើងចង់សម្រេចគោលដៅហ្នឹងហេតុអ្វីបានជាវាសំខាន់សម្រាប់ជីវិតយើងកាលណាបើយើងដឹងនៅហេតុផលទាំងអស់នេះគឺងាយស្រួលនៅក្នុងការបដោតអារម្មណ៍ទៅលើគោលដៅរបស់យើងទូយ៉ាងមានដូចជាការរកប្រាក់ចំណូលការបង្កើតជាគ្រួសារសុខភាពទាក់ទងនឹងការរៀនសូត្រនិងរឿងផ្សេងទៀតជាដើមរឿងទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាដឹងអំពីមូលហេតុដែលអ្នកទាំងអស់គ្នាចង់បានដូច្នេះអ្នកទាំងអស់គ្នាប្រកាសជាព្យាយាមប្រឹងប្រែងផ្ដោតអារម្មណ៍មែនទែនទៅលើគោលដៅដែលយើងចង់បានហ្នឹងចំណុចទី2សរសេរគោលដៅនោះចេញមកការសរសេរគោលដៅនោះចេញមកខាងក្រៅគឺដើម្បីឲ្យវាផ្សារភ្ជាប់ទៅនឹង subconscious របស់យើងឬក៏ចិត្តរបស់យើងការសរសេរនោះត្រូវតែមានភាពច្បាស់លាស់ជាក់លាក់ហើយនឹងអាចវាស់វែងបានចំណុចទី3កំណត់ពេលវេលារាល់គោលដៅទាំងអស់ត្រូវតែមានថ្ងៃខែឆ្នាំកំណត់ថាតើយើងត្រូវចាយពេលរយៈពេលប៉ុន្មានឆ្នាំប៉ុន្មានខែប៉ុន្មានថ្ងៃដើម្បីសម្រេចវាហើយចាប់ផ្ដើមធ្វើពីពេលណាទៅពេលណាហើយបើគោលដៅរបស់យើងត្រូវប្រើពេលយូរឆ្នាំពី5ឆ្នាំទៅ10ឆ្នាំឬច្រើនជាងហ្នឹងយើងត្រូវយកគោលដៅទាំងអស់នោះមកបែងចែកមកអង្គន់ទៅជាផ្នែកតូចងាយស្រួលនៅក្នុងការប្រើពេលដើម្បីសម្រេចវាចំណុចទី4កំណត់ឧបសគ្គដែលនឹងត្រូវជួបដើម្បីសម្រេចនៅគោលដៅយើងត្រូវឆ្វេងយល់ផងដែរថាតើមានកត្តាអ្វីខ្លះដែលមករំខាននិងជាឧបសគ្គរារាំងគោលដៅរបស់យើងជាទូយ៉ាងឧទាហរណ៍ដូចជាប្រសិនបើយើងចង់បានគោលដៅរបស់យើងគឺចង់បានសុខភាពល្អដូច្នេះយើងត្រូវស្វែងយល់ថាតើកត្តាអ្វីខ្លះដែលឲ្យយើងមិនអាចសម្រេចនៅគោលដៅរបស់យើងនឹងបានដែលមានដូចជាកត្តាញ៉ាំអាហារតាមចំណង់របស់ខ្លួនអត់ធ្វើលំហាត់ប្រាណអត់ពិនិត្យសុខភាពឬមានកត្តាផ្សេងទៀតចំណុចទី5កំណត់ចំណេះជំនាញដើម្បីសម្រេចបាននូវគោលដៅយើងត្រូវដឹងថាតើជំនាញចំណេះដឹងណាដែលយើងចាំបាច់ត្រូវប្រើនៅក្នុងការសម្រេចគោលដៅហើយយើងត្រូវរៀននិងអភិវឌ្ឍខ្លួនឯងជាប្រចាំហើយកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដឹងថាប្រសិនបើយើងរកមិនឃើញឬក៏រៀនជំនាញខុសវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាបោះបង់ចោលឬមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយចំណុចទី6ការសេពគប់មនុស្ស
កំណត់នៅក្រុមមនុស្សដែលអាចជួយយើងបាននិងអាចធ្វើកិច្ចការជាមួយយើងបានដើម្បីសម្រេចបាននូវគោលដៅព្រោះថាបើសិនជាយើងធ្វើការតែឯងយើងដើរតែឯងគឺគោលដៅមិនងាយសម្រេចបាននោះទេឬក៏អាចបរាជ័យទៀតផងដូច្នេះកត្តាសេពគប់កត្តាមិត្តភ័ក្តិត្រូវកំណត់មនុស្សណាដែលអាចធ្វើការជាមួយបានដែលអាចសេពគប់បាននិងនាំយើងទៅសម្រេចគោលដៅរបស់យើងចំណុចទី7សរសេរចេញមកនៅអ្វីដែលយើងត្រូវការយើងគួរធ្វើបញ្ជីមួយសរសេរនៅអ្វីដែលយើងគិតថាត្រូវការដើម្បីឈានទៅរកគោលដៅរបស់យើងហើយយកវាមកប្រមូលផ្ដុំមិនថាជាសម្ភារៈជាលុយកាក់ជាពេលវេលាឬអ្វីផ្សេងទៀតទេដែលវាដើរតួសំខាន់នៅក្នុងការជួយឲ្យសម្រេចគោលដៅរបស់យើងត្រូវតែសរសេរចេញមកចំណុចទី8ធ្វើផែនការសម្រាប់អាទិភាពការងារការធ្វើផែនការនេះគឺដើម្បីឲ្យដឹងថាការងារណាត្រូវធ្វើមុននិងការងារណាត្រូវធ្វើក្រោយហើយការងារណាដែលមានអាទិភាពជាងគេការធ្វើផែនការនេះជាដាច់ខាតយើងត្រូវតែធ្វើជាប្រចាំជារៀងរាល់ថ្ងៃរាល់ខែឬរាល់សប្តាហ៍អញ្ចឹងទៅចំណុចទី9ជ្រើសរើសកិច្ចការសំខាន់បំផុតការជ្រើសរើសការងារសំខាន់បំផុតរបស់អ្នកទាំងអស់គ្នាជារៀងរាល់ថ្ងៃហើយត្រូវសួរខ្លួនឯងថាតើការងារមួយណាដែលអ្នកទាំងអស់គ្នាគិតថាបើអ្នកទាំងអស់គ្នាធ្វើនៅក្នុងថ្ងៃហ្នឹងវាដើរតួសំខាន់បំផុតដើម្បីសម្រេចគោលដៅនិងបង្កើនគុណតម្លៃឲ្យអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានឹងជ្រើសរើសរកការងារណាមុនគេដូច្នេះរឿងនេះជារឿងដែលអ្នកទាំងអស់គ្នាត្រូវធ្វើដោយខ្លួនឯងជ្រើសរើសដោយខ្លួនឯងគិតដោយខ្លួនឯងចំណុចទី10បង្កើតទម្លាប់និងមានវិន័យចំពោះខ្លួនឯងពិតណាស់ដើម្បីសម្រេចបាននូវគោលដៅដែលអ្នកទាំងអស់គ្នាចង់បានគឺវាទាក់ទងខ្លាំងបំផុតចំពោះវិន័យនិងទម្លាប់របស់អ្នកទាំងអស់គ្នាដូច្នេះដើម្បីឈានទៅសម្រេចគោលដៅគឺអ្នកទាំងអស់គ្នាត្រូវវឹកហាត់ទម្លាប់ខ្លួនឯងឲ្យបានល្អជានិច្ចនិងមានវិន័យចំពោះខ្លួនឯងផងដែរគោលដៅរបស់អ្នកគឺជាកម្លាំងចិត្តដ៏អស្ចារ្យដែលជំរុញអ្នកឲ្យឆ្ពោះទៅមុខកុំខ្លាចភាពបរាជ័យព្រោះការបរាជ័យនីមួយៗវាគឺជាមេរៀនដ៏មានន័យសូមគម្រោងចាំថ្ងៃណាដែលល្អឥតខ្ចោះចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមពីកន្លែងដែលយើងរស់នៅជាមួយនឹងអ្វីដែលយើងមានជំហានតូចមួយនៅក្នុងថ្ងៃនេះនឹងនាំយើងទៅកាន់ភ្នំខ្ពស់នៃភាពជោគជ័យនៅក្នុងថ្ងៃស្អែកជឿជាក់លើខ្លួនឯងបន្តការព្យាយាមប្រឹងប្រែងហើយកុំភ្លេចថាខ្លួនយើងផ្ទាល់គឺមានសក្តានុពលគ្រប់គ្រាន់នៅក្នុងការបង្កើតគោលដៅរបស់យើងឲ្យបានសម្រេចហើយនឹងបង្កើតនៅអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯងផងដែរជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យទៅលើគោលដៅរបស់ខ្លួន